បាទសូមគោរពបាទជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះបាទដើររោទិញគោទៀតហើយបងប្អូនបាទដើរតាមផ្ទះអត់មានគោទេបងប្អូនបាទឥឡូវនេះតែម៉ោង8ម៉ោង9ព្រឹកគឺថាគោមកដល់វាលហើយបាទដូច្នេះមានតែដើរមើលតាមវាលអត់លក់ខ្លះហ៎បងចិត្តមួយកំរស៊ីអូមិនដែលនឹងប្រែប្រួលទន្ទិញចូល4ទៀតហ៎បងអាចខត់បានចិត្តដែលផាត់ក្បត់ណាគេដាក់អាលុះនេះថ្ងៃនេះដាក់នេះអូនជារុកអានេះដាក់ដល់ពេលអញ្ចឹងទៅយើងកំណត់ទៅវាស៊ីមួយស្រែហ្នឹងបងមិនដែលរំភើបក្នុងចិត្តបាទបងប្អូនបាទដោយបងប្អូនបានដឹងហើយថាในបច្ចុប្បន្ននេះគឺថាតម្លៃគោគឺអ្នកចិញ្ចឹមគោគឺញញឹមបាត់មើលអត់ចិត្តទេបងប្អូនបាទតម្លៃគោបាទគឺឡើងពីមួយថ្ងៃទៅមួយថ្ងៃគឺថាគោកាន់តែថយទៅបាទអត់សូវមានគោទេបងប្អូនបាទអញ្ចឹងបងប្អូនខ្ញុំសង្កេតមើលគឺជាទូទៅបងប្អូនណាបាទពេលដែលគោឡើងថ្លៃដោយរាល់ថ្ងៃនេះគឺពេលដែលយើងដើរចុះរោទិញគោបងប្អូនគឺបងប្អូនជាកសិករយើងគាត់អត់លក់ទេបងប្អូនបាទគោគាត់យើងមើលមានច្រើនមានអីអាឈ្មោលវិញីមិនគឺគាត់អត់លក់ទេប៉ុន្តែក្នុងអារម្មណ៍គាត់ចង់បានឲ្យគោឡើងថ្លៃដល់ពេលគោឡើងថ្លៃគាត់អត់លក់ទេបាទដល់ពេលគោថោកនេះពេលគោថោកធ្លាក់ថ្លៃអាកលជំនឿនមុនបងប្អូនខ្លះគាត់ប្រើភាសាថារាល់ថ្ងៃគោថោកដូចអាចបាទខ្លះថាគោថោកជាងអាចមកទោះបាទនិយាយភាសានឹងចាស់ព្រោះមានអ្នកខ្លះនិយាយចឹងមែនដល់ពេលហ្នឹងនិយាយពីតែខ្ញុំទទួលទូរស័ព្ទអ្នកនេះហៅទៅទិញគោអ្នកនោះទិញហៅទិញគោគឺថាពេលដែលគោថោកបងប្អូនបាទគឺថាសម្បូរអ្នកលក់មែនទេបាទសម្បូរតែអ្នកលក់បែបគាត់និយាយគណៈថាអត់មានអារម្មណ៍ចិញ្ចឹមវាថោកចឹងចង់លក់ចូលបាទដល់ពេលឥឡូវគោថ្លៃគាត់មានអារម្មណ៍ចិញ្ចឹមវិញបាទគាត់អត់ចង់លក់យកលុយឯងគាត់សប្បាយចិត្តរបស់គាត់មើលថែនឹងវាថ្លៃអញ្ចឹងគាត់អត់មានអារម្មណ៍លក់អីគាត់មានតែអារម្មណ៍ចាំគាត់សប្បាយរីករាយតែរបស់ដែលគាត់ខ្វៀលនឹងគឺវាឡើងថ្លៃហើយពេលចឹងគាត់ចង់លក់អីមួយយ៉ាងដែរបងប្អូនបាទចឹងមិនថាបងប្អូនមានពេលខ្លះយើងជួបពួកគាត់បាទយើងឃើញគោគាត់ស្អាតចឹងយើងសួរគាត់មេនេះលក់ទេមកគូនេះលក់អត់ចឹងគាត់មិនត្រឹមតែគាត់មិនលក់បងប្អូនបាទឲ្យគាត់បើកតម្លៃមកដើម្បីយើងតគាត់មិនបើកតម្លៃគាត់មិនប្រហើបមិនប្រាប់ពីតម្លៃបានអីគាត់លក់មិនលក់គាត់ប្រាប់តម្លៃមកដើម្បីយើងដឹងថាគាត់មិនលក់តែបើលក់គាត់ចង់លក់ប្រហែលចង់គាត់ឆ្លើយណាបាទគាត់មិនឆ្លើយមិនប្រាប់មិនប្រហើបឲ្យដឹងតម្លៃអីបន្តិចអត់លីដល់ពេលចឹងពិបាកមែនទេបងប្អូនបាទចឹងបានថាបងប្អូនបាទការសម័យគោធ្លាក់ថ្លៃគោថោកបងប្អូនណាបាទគឺថាវគ្គហ្នឹងគឺអ្នកចិញ្ចឹមគឺថាអង្វរអ្នកទិញបាទអង្វរឈ្មួញឲ្យទៅចាប់គោឲ្យទៅទិញគោដល់ពេលដល់វគ្គនេះវគ្គគោឡើងថ្លៃដល់ម៉ោងឈ្មួញដើមអង្វរអ្នកចិញ្ចឹមវិញហើយលក់ចែកឲ្យបងអូន2 3ក្បាលមកអីមកអត់មើលមុខអត់និយាយឲ្យតែលឺតែយើងទទួលនឹមឬទិញគោហ្នឹងគឺថាបែរខ្នងដាក់ហ្មងអត់និយាយតម្លៃជាមួយយើងទេយើងសួរថាលក់អត់ថាមិនលក់ទេឥឡូវសួរថាឥឡូវលក់ប្រហែលបើចង់លក់ប្រហែលយើងចង់គាត់បើកតម្លៃបាទយើងគាត់ចង់ឲ្យគាត់ប្រហើបតម្លៃមកបាទដើម្បីឲ្យយើងបានដឹងឲ្យយើងអាចថាសុំចរចាឬក៏យើងហ៊ានយើងទិញមកគាត់មិនហើបតម្លៃទៀតគាត់មិនប្រាប់គាត់ថាគាត់មិនលក់តែម្ដងបាទដល់ពេលអញ្ចឹងអត់ដឹងនិយាយថាម៉េចបងប្អូនណាបាទនេះហើយបងប្អូនបាទគឺថាទិញគោឥឡូវមិនស្រួលទេបងប្អូនណាបាទឥឡូវនេះមានលុយទិញគោហើយក៏មិនស្រួលដែរដល់វគ្គដល់ម៉ោងបងងាកចិញ្ចឹមគាត់បានចិត្តម្ដងហើយបាទដើរទិញនឹងអត់ស្រួលទេបងប្អូនបាទទៀងដែលស្បត់ស្បាយពីគ្រាមុនបីដូចសូបិនក្នុងរដូវវស្សាបីគុំពួននឹងក្តីស្នេហាជំរឿស្មើគ្នាចិត្តកំព្រារងាម្នាក់ឯងសែនស្ដាយពេលដែលកូនឡងទៅអូនគ្មានមេត្តាបន្ទិញឡើយ